នេះលោកប្អូនមកហែកគេខ្លួនឯងនៅក្នុងអឺភាពក្រីក្រមួយហើយរឿងនឹងរឿងពិតភាពក្រីក្រមួយក្រីក្ររយៈពេលប្រហែលចូលចិត្ត20 30ឆ្នាំហើយពិតជាមានអារម្មណ៍ថានឹកអាណិតដល់លោកឪពុកនិងអ្នកម្ដាយបញ្ជាក់ពីភាពតស៊ូរបស់គាត់ចិញ្ចឹមថ្មមួយគ្រាប់ពីរគ្រាប់នេះវាវេទនារដាប់រដួសហើយរឿងទាំងអស់នោះថ្មចាំទាំងអស់អត់ដែលភ្លេចទេគាត់ថាអត់សូវបានមានអីឲ្យគាត់តែគាត់ថាមានកូនចិត្តមួយនៅតែចងចាំជានិច្ចកាត់វាលកាត់ភ្លៀងឬថ្មអត់និយាយពីតូចទេនិយាយចាប់ពីក្នុងពេលដែលថ្មផ្លាស់ប្ដូរទីលំនៅពីកំពង់ចាមក្នុងឆ្នាំ2006 2007មកដែលមិននៅសៀមរាបរយៈពេល2-3ឆ្នាំហើយមិនបន្តទៀតយើងមកនៅជាដែនថៃហ្នឹងអញ្ចឹងអាពេលដែលយើងនៅជាដែនថៃហ្នឹងយើងរត់តែក្រជាងពេលយើងនៅសៀមរាបហ្នឹងទៀតយើងនៅសៀមរាបហ្នឹងយើងនៅកំឡុងពេលដែលយើងស៊ីឈ្នួលជាកម្មករសំណងចាក់លូចាក់លបងផ្ទះហ្នឹងអានោះយើងនៅមានប្រាក់ខែក្នុងការចិញ្ចឹមជីវិតប៉ុន្តែដល់ពេលយើងចូលដល់មកធ្វើនៅទឹកដីជ័យដែនថៃនេះយើងត្រូវការកាប់គាស់លីសែងហើយកាលសម័យនោះយើងនេះសម័យហ្នឹងពេលក្នុងរំលងពេលក្នុងឆ្នាំនោះវាជាឆ្នាំមួយដែលគេមិនសូវមានការជួលមនុស្សទេអត់ជួលរបៀបថាឲ្យជាថវិកាជួលយើងធ្វើថ្ងៃធ្វើអត់ទេគេនៅទីហ្នឹងគេយកវេគ្នាអ្នកស្រុកភូមិខ្លះគេហៅយកវេហើយតំបន់ខ្លះគេហៅប្រវាស់ដៃគ្នាអញ្ចឹងណាហើយសបាយណាប៉ុន្តែគាត់ថាអត់មានលុយបែបជួលទេបើគេជួលយើងអញ្ចឹងយើងមានអ្នកដែលគាត់មានធនធានខ្ពស់គាត់ចង់ជួលយើងគេគិតថ្ងៃកាលនោះបានតែ7000អីហ្នឹង7000នៅចាស់គេឲ្យ10000វាតាមក្មេងទៀតក្មេងបើក្មេងបាន7000ទេអាថ្មចាំអញ្ចឹងយើងត្រូវធ្វើអាហ្នឹងជារយៈពេលយូរដែរហើយអាថ្មនៅចាំហើយឆ្លងកាត់វាលកាត់ភ្លៀងកាត់អីហ្នឹងធ្លាប់ឆ្លងកាត់ជាមួយគាត់អស់ហើយអាថ្មធ្លាប់ចាញ់ទឹកភ្លៀងម្ដងកាលហ្នឹងទៅដាំជីនៅភ័យស្អាតនៅភ័យស្អាតអ្នកនៅតំបន់ហ្នឹងគេហៅភ័យស្អាតភ័យគុយហ្នឹងគុយធំណាប៉ុនកភ្លឺគុយហៅគុយដំរីអាថ្មនៅពីក្មេងធ្លាប់ឃើញដែរគេហៅគុយដំរីហ្នឹងធំវាប៉ុនកភួនជើងកភ្លឺមនុស្សអញ្ចឹងគេហៅព្រីគុយហ្នឹងអញ្ចឹងវាមានព្រីពីរដែលយើងនៅខាងត្បូងគេហៅព្រីស្អាតនៅខាងជើងគេហៅព្រីគុយអញ្ចឹងចកាដែលយើងទៅធ្វើហ្នឹងនៅព្រីស្អាតស្មានលប់ចាំនៅព្រីគុយក៏យើងមានចកាដែរប៉ុន្តែមួយរយៈក្រោយមកយើងមានបញ្ហាជីវភាពរបស់យើងវាមិនល្អកូននឹងឈឺច្រើនទៅយើងចាញ់ទឹកចាញ់ដីផងនោះយើងទៅយើងផឹកទឹកអាទឹកនឹងពណ៌ដូចទៅដោះគោដោយសារយើងគាត់ដាក់ស្ករចូលអាចខ្លាយជាទៅដោះគោហើយយើងអត់សូវមានទឹកយើងផឹកអាទឹកមុខផ្ទះយើងមានបន្លាយតូចហ្នឹងដើម្បីញ៉ាំវាហ្នឹងអញ្ចឹងយើងចង់ឲ្យវាថ្លាយើងត្រូវយកសាច់ជូរមកកូរវាដើម្បីឲ្យបានទឹកហ្នឹងរងថ្លាអញ្ចឹងទៅយើងអាចយកមកញ៉ាំបានហើយវេទនាណាស់នៅស្រុកនោះអាសាខុនយ៉ាងនេះគឺខុនចាញ់ដោយសារស្រុកភ័យយើងទៅកាប់ចកាទៅអីហ្នឹងវាភ័យហើយមូសច្រើនណានៅផឹកតែទឹកអូថ្មនៅក្មេងដើរតាមតពុកឯងពុកទៅដល់ណាថ្មទៅដល់ហ្នឹងដែរហើយក្នុងកប៉ៅមានតែសទូច1 2 3ផ្លែហ្នឹងគាត់ទុកចិញ្ចឹមជីវិតហើយពុកថ្មហ្នឹងគាត់ដាក់ជាប់កប៉ៅរហូតទៅដល់ណាក៏គាត់យកអាហ្នឹងដាក់តាមដែរដាច់សយ៉ាលខ្លាំងទៅមានតពាំងមានអូអីគាត់អាចហៅបេះបោចមកហើយមកពេលហើយ
កាលអាត្មានៅចាំទស្សនភាពមួយនៅតែស្នោះឪហើយគាត់តស៊ូចិញ្ចឹមយើងអឺគាត់បាយតែជាមួយអំបិលទេបងបាយតែជាមួយអំបិលហើយកាលនោះអាត្មាធ្លាប់ចាំពេលដែលអាត្មាទៅដាំជីមួយគាត់ដេកដែរបានឆ្អែតមិនទេសម្រានណាអូយើងទៅដាំជីនៅភ័យស្អាតហ្នឹងទៅមិនភ្លៀងខ្លាំងភ្លៀងខ្លាំងមែនតើកាលនោះជន់អូយើងមកវិញឆ្លងអត់រួចទេអាត្មាស្គាល់ពាក្យថាចាញ់លងាទៅពីស្គាល់ពាក្យថាចាញ់ជាក់ម្ដងគឺញាក់ឡើងស្វាយមាត់ហើយចាប់ផ្ដើមអូញាក់ទៅដូចមនុស្សយើងកូនចាញ់អញ្ចឹងញាក់ទៅម្ដងធ្វើម៉េចគាត់អូយកភួរយកអីមករុំយើងវាជែកពេកហ្នឹងវាភ្លៀងប្រហែលម៉ោងភ្លៀងហ្នឹងគឺជាខ្យល់ព្យុះគេហៅភ្លៀង7យប់7ថ្ងៃភ្លៀងអត់ឈប់ហើយយើងទៅដាំជីមួយឪគាត់ឃើញយើងចាប់ដើមចាញ់អញ្ចឹងគាត់អត់ឲ្យយើងធ្វើការទៀតទេព្រោះពេលហ្នឹងគាត់អ្នកបុកអាដៅជីហ្នឹងទៅយើងយកកូនជីទៅដាក់ហ្នឹងហើយយើងហៅដាំជីដាំអាជីយើងជីផ្លែយើងដាក់ទឹកញ៉ាំហិចហ្នឹងហើយយើងដាំអាជីហ្នឹងទៅហើយជីហ្នឹងពេលដែលយើងចង់ប្រមូលផលវាខ្ទង់ពេលដែលម៉ោង4ភ្លឺម៉ោង3ឯងបានគេងើបវាយជីហ្នឹងគេជ្រលក់ទឹកបាទធ្លាប់ធ្វើស្មានដែរបានជួយពុកឲ្យពុះម៉ោងហ្នឹងស្មានអញ្ចឹងគេងបានហើយទៅដេកចកាដេកអីមួយគាត់ហ្នឹងចាំកដាប់ចាំអីស្រូវអីផ្សេងហ្នឹងធ្លាប់មានអតីតឆ្លងកាត់អញ្ចឹងហើយជីវិតពេលហ្នឹងមិនដឹងថាហ្នឹងជាភាពក្រីក្រទេយើងបាយតែជាមួយអំបិលឯងកាន់ធ្លាប់ចាំពុកគាត់តស៊ូបាយមួយអំបិលអីអាត្មាក៏បាយមួយគាត់មួយអំបិលមួយអីចឹងវិចទៅពីផ្ទះទៅបាយមួយអំបិលហើយអាត្មាហូបអំបិលនឹងយូរទៅវាហើមខ្លួនហើយយាយឯងតារឿនហ្នឹងគាត់ថាអាជីមតាំងពីវាលេងដើរលេងបូនភឿនមកដូចមានសាច់មានឈាមការពិតទេយើងហូបអំបិលហ្នឹងទៅវាមិនហើយយើងហៅមិនសាច់ហើយយើងហូបតែអំបិលឯងស្មាននៅចាំជីវិតពេលហ្នឹងជាមួយពុកឆ្លងកាត់រហូតដល់ក្រោយមកហើយយើងត្រូវដំបងខ្ទមតូចហើយមានជីវប្រវត្តិច្រើនស្មាននិយាយមិនអស់ហើយគាត់ថាពិតជានឹកឃើញដល់លោកឪពុកម្នាក់ម្ដាយគាត់តស៊ូចិញ្ចឹមយើងមកតែមិនតាន់បានចិញ្ចឹមអីគាត់ទេព្រោះយើងចិញ្ចឹមគាត់អត់រស់ដោយសារគាត់ចេះតែចាស់ទៅហើយណាអញ្ចឹងយើងនៅតែមានអតិថភាពមួយចាំពីភាពក្រីក្រហ្នឹងវេទនាដើរកាច់ពោតកាច់អីហើយកាលហ្នឹងទៅស្រុកហ្នឹងដំបងមកស៊ីតលឹកតឡងឯងអាលឹកតឡងដូចតឡងមីយើងអញ្ចឹងតែធៀងវាក្រហមអត់ធៀងសអាហ្នឹងគេហៅតឡងស្អីអាត្មាអត់ចាំទេតែពូជវាយកទៅស៊ីម្រាបទៅហើយលឹកវាដូចគ្នាទាំងអស់ហើយត្រួយតឡងហ្នឹងពុកដើរកាច់ដៃទៅស្ងោទៅបានមួយប្រហុកមួយអីចឹងហើយអាបន្លែយើងជុំវិញផ្ទះហ្នឹងសិតបន្លែទៅត្រួយល្ងៀងត្រួយអីស្មាននៅក្មេងយើងស្គាល់អាប្រភេទលឹកឈើដែលវានៅក្នុងតំបន់ព្រឹកព្រៃនេះអ្នកតាវត្តហ្នឹងយើងស្គាល់ច្រើនហើយយើងវាច្រើនថាហួសដោយសារអាហារទាំងអស់ហ្នឹងគាត់ថាវារៀងឈឺច្រើនតិចនៅដំសុកហ្នឹងដោយសារតែវាជាតំបន់មួយដាច់ស្រយាលហើយវាខ្វះអាហារូបត្ថម្ភហើយការរៀនហ្នឹងក៏វាមិនមានអីដែលអាចធ្វើឲ្យយើងចង់រៀនដែរវាបើកភ្នែកមកឃើញតែព្រៃឃើញតែផ្សិតឃើញតែអីចឹងអញ្ចឹងយើងហើយសាលាក៏ឆ្ងាយដែរទៅរៀន 3-4 គីឡូអាត្មាទៅរៀនម៉ោង 4 ព្រឹកយប់ហ្នឹងច្បាច់កូមទៅរៀនរឿងពិតបើបងក្រិលនៅចាំបងក្រិលបើបងក្រិលគាត់ធ្លាប់ដឹងហើយបងក្រិលបងកាលក្មេងមកក្នុងភូមិមានបន្តិចហ្នឹងមិនច្រើនទេបងក្រិលបងអីហ្នឹងគាត់ទៅរៀនច្បាច់ពិលទៅរៀនមួយគ្នាហៅទៅរៀនអូសប្បាយជីវវត្តថ្មនិយាយអត់អស់ទេក្នុងនេះបើនិយាយ1 ម៉ោងក៏និយាយអត់ដែរវាមានទស្សនភាពក្រីក្រវាច្រើនពេកឥឡូវហ្នឹងក៏មិនទាន់មានបានអីដែរតែសប្បាយចិត្តណាកាលហ្នឹងសប្បាយរស់នៅហើយបានឱកាសមករៀននៅទីហ្នឹងក៏បានអាហារូបករណ៍សប្បាយទៅអូជីវិតវាឆ្លងកាត់ច្រើនដំណាក់កាលសិនជាចង់ដឹងពីជីវប្រវត្តិអាត្មាថាវាសប្បាយប៉ុណ្ណាបងកុំភ្លេចតាមដាន
ស្មាននឹងលើកទឹកចិត្តនិយាយឲ្យញោមបងមានកម្លាំងចិត្តក្នុងការតស៊ូក្នុងភាពក្រីក្រយើងតស៊ូបែបម៉េចណាចាំជួបគ្នាវីដេអូក្រោយៗទៀតអរគុណ